Commander វិសាណាគឺជា Commander តែមួយគត់នៅក្នុង game Magic Chess Go ដែលមានសមត្ថភាពរើស item លើសពីមួយនៅកន្លែង Select Reward ឬអ្នកទាំងអស់គ្នាបានដឹងថាកន្លែងរើសកណ្ដប់ចុង stage នីមួយៗមិនត្រឹមតែប៉ុណ្ណោះវិសាណាក៏ត្រូវបានស្គាល់ថាជា Commander មួយដែលពិបាកលេងខ្លាំងមែនទែនជាពិសេសសម្រាប់ new player ដែលអត់ស្គាល់ skill របស់គាត់ច្បាស់ហើយថ្ងៃនេះផងដែរខ្ញុំនឹងយក Commander វិសាណាយកមកលេងហើយថែមទាំងបញ្យល់អ្នកទាំងអស់គ្នាអំពី tactic លេងវិសាណារបស់ខ្ញុំរួមទាំង skill នីមួយៗរបស់វិសាណាទៀតតែបើអ្នកនរគ្នាមាន tactic លេងផ្សេងអីក៏តាមអ្នកនរគ្នាទៅតែនេះគ្រាន់តែជា style លេងរបស់ខ្ញុំតែប៉ុណ្ណោះហើយ style លេងរបស់ខ្ញុំគឺ Commander វិសាណាគឺជា Commander ចាញ់ដើម្បីឈ្នះដោយនៅក្នុង stage មួយហ្នឹងបន្ទាប់ពីវាយសัตว์ហើយខ្ញុំនឹងដាក់ hero on ដើម្បីឲ្យគេវាយយកឈ្នះខ្ញុំឲ្យខ្ញុំដកឈាមបន្តិចដើម្បីមើលឈាមអ្នកដទៃបើឈាមអ្នកដទៃអស់ច្រើនខ្ញុំនឹងធ្វើការចាញ់2តង់ជាប់គ្នាបន្ថែមទៀតដើម្បីឲ្យខ្ញុំបានរើស reward នៅកន្លែង select reward មុនគេប្រអស់ហើយសម្រាប់ការ select reward លើកដំបូងរបស់យើងអាចរើសបាន4 item តែខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយក hero ដែលយើងត្រូវការគឺជា hero 4 កាក់យើងនឹងទទួលបាន hero 4 កាក់ចំនួន2ហើយនៅសល់2ដងទៀតយើងអាចរើសយក item ឬ hero ណាក៏បានដែលយើងត្រូវការដោយសារតែខ្ញុំបានរើសយក Yuzong ហើយ Scavenger គឺជា synergy សំខាន់មួយដែរអញ្ចឹងក៏សមាជិកថាលេង Scavenger ជាមួយនឹង Exorcist ហើយដោយអ្នកនរគ្នាបានឃើញយើងថាខ្ញុំមាន Yuzong 2ជាមួយនឹង item ដែលខ្ញុំបានរើសនៅក្នុង select reward នឹងទៀតអញ្ចឹងហើយវាជួយខ្លាំងមែនទែននៅពេល early game ធ្វើឲ្យយើងតាន់នៅ early game និយាយខ្ញុំទៅយើងសឹងតែតាន់គ្រប់ពេលវេលាព្រោះថាយើងវាខ្សែលើគេតាំងពីយើងរើសមកហើយនឹងដល់អញ្ចឹងយើងមិនតាន់រហូតដល់ពេលយើងរើសម្ដងទៀតតែចង់បញ្ជាក់បន្តិចនៅពេលដែលយើងទៅដល់កន្លែងដេញថ្លៃមិនមែនយើងដេញថ្លៃយក item មួយនឹងហើយ item នឹងគុណនឹង2ទេវាបដូរពីការដេញថ្លៃ item បាន1គុណនឹង2ដូចដែលយើងរើសដងទៅជា13កាក់គុណ2វិញហើយកន្លែងហ្នឹងសូមបញ្ជាក់ម្ដងទៀតមិនមែន13កាក់គុណ2អត់មូលហេតុទេក៏ដោយសារតែថា13កាក់ហ្នឹងខ្ញុំបានមកពីការយក Google Card របស់វាបើខ្ញុំអត់យក Google Card របស់វាទេខ្ញុំបានតែ13កាក់ឯងតែដោយសារខ្ញុំយក Google Card របស់វាអញ្ចឹងហើយខ្ញុំនឹងទទួលបាន13កាក់បន្ថែមសរុប26កាក់នៅកន្លែងដេញថ្លៃហ្នឹងហើយបើចូលជានិយាយដល់ Google Card ហើយខ្ញុំបញ្យល់ពី Google Card ហ្មងទៅ Google Card របស់ Commander វិសាណាហ្នឹងនឹងបន្ថែមឲ្យយើងក្នុងការរើសបានរង្វាន់មួយបន្ថែមទៀតនៅកន្លែង Reward Selection ហើយវានឹងបន្តទៅមុខរយៈពេល4ដងមានន័យថាម៉េចគឺមានន័យថា4ដងរៀងរាល់ពេលដែលយើងដល់កន្លែង Reward Selection ហ្នឹងហើយសម្រាប់ Commander វិសាណាហ្នឹងគឺអត់មានកាតណាដែលខ្ញុំ recommend ទេចាំបាច់ត្រូវយកកាតប្រកបហ្មងបើមិនអញ្ចឹងទេយើងអត់អាចរើសយក Reward បានច្រើនទេហើយ Commander វិសាណាវាពឹងផ្អែកទៅលើការរើស Reward រៀងរាល់ពេល Selection ហ្នឹងដើម្បីហួសឲ្យដល់ late game ដល់អញ្ចឹងបើយើងអត់យកកាតវិសាណាទេវាដូចជាកាត់ជើងខ្លួនឯងចោលមកជាហៀងអញ្ចឹងហើយសម្រាប់ Commander វិសាណាហ្នឹងចង់ឲ្យអ្នកគ្នាដកយកមកលេងលុះត្រាតែជាវិសាណា2ផ្កាយព្រោះវិសាណា1ផ្កាយនៅពេលដែលរើសដំបូងដែលខ្ញុំណែនាំឲ្យអ្នកគ្នាធ្វើចាញ់ហ្នឹងគឺថាអាដំបូងដែលយើងយកបាន2 Yuzong ហ្នឹងគឺអត់បាន2ទេបានតែ1ទេហើយបើសិនជាវិសាណាអ្នកទាំងអស់គ្នាផ្កាយ1ហើយអត់យកកាតវិសាណាទៀតតាំងពីដើមដល់ចប់អ្នកទាំងអស់គ្នាគ្រាន់តែរើសបាន1 item គេរើសអស់ហើយអ្នកទាំងអស់គ្នារើសបាន1 item ទៀតអញ្ចឹងមានន័យថា2 item រៀងរាល់ពេលដែលមានការ select អញ្ចឹងហើយគឺអន់ខ្លាំងមែនតើណែនាំឲ្យអ្នកគ្នាលេងវិសាណាលុះត្រាតែវិសាណាផ្កាយ2សរុបសេចក្តីមកបើសិនជាវិសាណាអ្នកទាំងអស់គ្នាមានផ្កាយ2ហើយអ្នកទាំងអស់គ្នាយកកាតវិសាណាទៀតអ្នកទាំងអស់គ្នានឹងធ្វើការរើសបានទី1រើសបាន4 item ដល់កន្លែងដេញថ្លៃអ្នកទាំងអស់គ្នានឹងទទួលបាន26កាក់សរុបទៅគឺទី1បាន4ទី2 26កាក់ទី3បាន3ទី4បាន3ហើយបន្តទៅទី5ទី6ហ្នឹងគឺ1ហើយក៏ប៉ុន្តែជាទូទៅត្រឹមហឹបទី4ហ្នឹងវាកម្រផងកុំនិយាយដល់5 6ហើយឥឡូវហ្នឹងក៏បានបញ្យល់អស់ដែរសង្ឃឹមថាអ្នកនរគ្នាយល់នឹងចេះលេងវិសាណាពេលហ្នឹងអស់អីយាយហើយជំរាបលាអ្នកនរគ្នា The light of hope never. Hope will find a way, even when all is forlorn.